បាទសួស្តីបងប្អូនអ្នកនាងស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអ្នកនាងពីចំណុចថ្មីនៃ iOS 18.5 អញ្ចឹងវីដេអូមុនខ្ញុំបង្ហាញបងប្អូនអ្នកនាងពីរបៀបនៃការដំឡើងនៃ iOS 18.5 ថ្ងៃនេះខ្ញុំបង្ហាញបងប្អូនអ្នកនាងពីចំណុចថ្មីនៃ iOS 18.5 ដែលថ្ងៃនេះខ្ញុំនឹងយក4ចំណុចមកបង្ហាញបងប្អូនអ្នកនាងដែលបន្ទាប់ពីខ្ញុំអាប់ដេតក៏ដូចជាខ្ញុំប្រើប្រាស់ខ្ញុំឃើញថាវាអាប់ដេតខុសពី iOS 18.4 មាន4ចំណុចធំៗនៅក្នុងនេះខ្ញុំនឹងលើកបង្ហាញបងប្អូនអ្នកគ្នាអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅទស្សនាទាំងអស់គ្នាអញ្ចឹងចំណុចថ្មីទី1នេះពាក់ព័ន្ធជាមួយនឹង photo តើតើមួយនឹង photo គឺបងប្អូនចូលមកកាន់ photo នឹងមកបន្ទាប់មកបងប្អូននឹងឃើញចំណុចមួយវាដាក់ថា recently delete ពាក់ព័ន្ធមួយ recently delete នេះគឺបងប្អូនអ្នកគ្នាធ្វើការលុបវីដេអូបន្ទាប់មកវានៅកន្លែងនឹងមកតង់ទៀតអញ្ចឹងបងប្អូនអាចចូលទៅកាន់ recently delete នេះមកអញ្ចឹងពេលដែលបងប្អូនចូលមកកាន់កន្លែងនេះវាជាប់ lock សោបងប្អូនអ្នកគ្នាចេញទៅធ្វើការដោះជាមួយនឹងមុខរបស់យើងឬក៏បងប្អូនធ្វើការដោះជាមួយនឹងលេខកូដណាអញ្ចឹងបន្ទាប់ពីបងប្អូនធ្វើការដោះលេខកូដហើយបងប្អូននឹងឃើញចំណុច update ថ្មីពីមុនគឺអត់មាន recover all នេះទេគឺកន្លែងនេះគឺអត់មានទេហើយ delete នេះក៏អត់មាននៅកន្លែងនេះដែរអញ្ចឹងនៅ iOS 18.5 យើងទទួលបាន2ចំណុចនេះដែល recover all ជាមួយនឹង delete ចឹងបើសិនជាបងប្អូន recover បងប្អូនចូលទៅហ្នឹងវានឹង recover ជាមួយនឹងរូបភាពរបស់យើងឡើងមកវិញណាបងប្អូនគ្នាហើយតើទៅមួយ delete គឺធ្វើការ delete រូបភាពរបស់យើងទាំងអស់តែម្ដងអញ្ចឹងវាផ្ដល់ភាពងាយស្រួលពីមុនយើងធ្វើការ select ឬក៏មានប៊ូតុងកន្លែងនេះយើងធ្វើការលុបជាចុចច្រើនតង់កន្លែងនេះគឺយើងចុចតា2ដងគឺយើងធ្វើការលុបឬក៏យើងធ្វើការ recover រូបនឹងមកវិញអញ្ចឹងចំណុចថ្មីទី2នោះគឺពាក់ព័ន្ធជាមួយនឹង back tab មានន័យថាបងប្អូនអរគ្នាធ្វើការគោះអេក្រង់របស់យើងណាគោះខ្នងទូរស័ព្ទរបស់យើង2ដងឧទាហរណ៍ខ្ញុំគោះខ្នងទូរស័ព្ទ2ដងចឹងពេលខ្ញុំគោះ2ដងបងប្អូននឹងឃើញវាមានសូរ back tab របស់ខ្ញុំថាខ្ញុំបានប្រើប្រាស់នៅមុខងារ back tab ដើម្បី screenshot អេក្រង់ឬក៏ធ្វើអ្វីមួយបងប្អូនអរគ្នាអញ្ចឹងនៅ iOS ចាស់គឺយើងអត់មានទេសម្រាប់មុខងារមួយនេះអញ្ចឹងនៅ iOS 18.5 យើងទទួលបានមុខងារមួយនេះហើយមុខងារនេះគឺយើងអាចធ្វើការបិទវាបានដែរបងប្អូនគ្នាដោយគ្រាន់តែចូលទៅកាន់ setting បងប្អូនចូលទៅកាន់ accessibility បន្ទាប់មកបងប្អូនចូលមកកាន់ពាក្យថា touch បងប្អូនអស់មកខាងក្រោមបងប្អូននឹងឃើញ back tab អញ្ចឹងយើងចុចនៅលើ back tab បន្ទាប់មកបងប្អូននឹងឃើញពាក្យថា show banner អញ្ចឹងយើងធ្វើការបិទវាបន្ទាប់ពីបងប្អូនធ្វើការគោះអេក្រង់2ដងវា screenshot ក៏វាអត់ load alert message នៅខាងលើនេះទេអញ្ចឹងចំណុចនេះក៏វាល្អមួយយ៉ាងដែរសម្រាប់ជូនដំណឹងទៅកាន់បងប្អូនទាំងគ្នាចូលមកដល់ចំណុចទី3នៅលើទូរស័ព្ទរបស់យើងអញ្ចឹងបងប្អូនចូលមកកាន់ setting បងប្អូនចូលមកកាន់ general អញ្ចឹងបងប្អូននឹងឃើញពាក្យថា Apple Care and Warranty អញ្ចឹងក្នុងនេះវានឹងសូត្រពាក់ព័ន្ធជាមួយ device របស់យើងទាំងអស់នៅក្នុងទូរស័ព្ទរបស់យើងដែលកណិតជាមួយនឹង Apple ID របស់យើងណាអញ្ចឹងថាតើមួយណានៅក្នុង warranty អញ្ចឹងយើងអាចចុចនៅលើនេះមកអញ្ចឹងក្នុងនេះផងដែរដោយសារversion ជា version សាកល្បងហើយមិនទាន់អាចចូលបានទេវានៅមានចំណុច error បងប្អូនគ្នាយើងអត់ទាន់អាចមើលឃើញទេតែក្រុមហ៊ុន Apple គឺដាក់មុខងារថ្មីនៅក្នុងនេះខ្ញុំនឹងបង្ហាញជារូបភាពទៅកាន់បងប្អូនថាវាចេញលក្ខណៈបែបណាបងប្អូនអ្នកគ្នាអញ្ចឹងចូលមកដល់ចំណុចទី4ដែលខ្ញុំឃើញអាប់ដេតថ្មីនៅលើ iOS 18.5 នោះតើទៅជាមួយនឹង mail អញ្ចឹងពេលដែលបងប្អូនចូលមកកាន់ mail បងប្អូននឹងឃើញទម្រង់ដូចនេះបើសិនជា version ចាស់សម្រាប់ version ថ្មីគឺបងប្អូនអាចបន្ថែមមុខងារមួយដែលបងប្អូនចុចលើ track 3 នៅខាងលើបងប្អូនអរគ្នាអញ្ចឹងពេលដែលយើងចុចលើ track 3វាមានពាក្យថា show contact photo អញ្ចឹងពេលដែលបងប្អូនចុចទៅលើ show contact photo វានឹងមានរូបភាពអ្នកដែលផ្ញើ email មកកាន់យើងណានេះដោយសារវាជា email របស់ខាងក្រុមហ៊ុនផ្សេងអញ្ចឹងវាអត់មានជារូបភាពទេតែបើសិនជាគេមានរូបភាពឬក៏អ្នកណាម្នាក់ដែលគាត់ដាក់រូបភាពនៅលើហ្នឹងគឺវានឹងធ្វើការសូររូបភាពឲ្យយើងហើយបើយើងចង់បិទយើងគ្រាន់តែចុចលើនឹងវិញអញ្ចឹងវានឹងបិទវាគ្រាន់តែបង្ហាញឈ្មោះនៃ email នេះទេអញ្ចឹងថ្ងៃនេះខ្ញុំមាន4ចំណុចថ្មីនេះចង់បង្ហាញទៅកាន់បងប្អូនអ្នកគ្នាអញ្ចឹងខ្ញុំនឹងជួបបងប្អូនអ្នកគ្នានៅវីដេអូក្រោយ